បាទសូមជម្រាបសួរព្រឹកនេះខ្ញុំសូមលើកយកពាក្យទំនៀមមួយដែលមានឈ្មោះថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយពាក្យនេះមាននៅក្នុងសៀវភៅមហាបរតខ្មែររបស់អ្នកនិពន្ធអេងសុតបើតាមគាត់ទៅសេពាក្យទំនៀមនេះកើតនៅក្នុងសម័យព្រះបាទអង្គច័ន្ទរាជាឬក៏អង្គច័ន្ទទី1អញ្ចឹងធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយជាទូទៅសង្គមខ្មែរយើងសម័យបុរាណយើងរងចាំតែទឹកភ្លៀងរហូតនៅពេលដែលទឹកភ្លៀងមកនឹងបានយើងអាចធ្វើស្រែបានយើងអាចភ្ជួរសាប់ព្រោះដកស្ទូងចឹងទៅហើយធ្វើសឹកហ្នឹងចាំបាច់ត្រូវការបាយសម័យបុរាណចាំបាច់ត្រូវការបាយហើយចំនួនស្ដេចអង្គច័ន្ទរាជាហ្នឹងនៅក្នុងសៀវភៅហ្នឹងបានសរសេរថាស្ដេចហ្នឹងអស់ស្បៀងហ្នឹងក៏មានពេលណាធ្វើស្រែអញ្ចឹងក៏មានទៅខ្ចីស្រូវខ្ចីអង្កររបស់ឪដុំម៉ែជ័យដែលសប្តាហ៍ថ្ងៃហ្នឹងមានឈ្មោះថាស្រុកឧដុំបាទខ្ចីចឹងទៅពីដើមគេច្បាំងគ្នាហ្នឹងគេជឿទុកចិត្តគ្នាណាគេមានតាំងពីតបស្គរតបការពារតបមុខតបក្រោយស្លាប់ស្វែងស្លាប់ស្ដាំអីចឹងទៅសពមុខទាំងអស់អញ្ចឹងហើយគេអត់កុហកគ្នាទេនៅពេលដែលច្បាំងគ្នាហ្នឹងគេសិតតែប្រាប់គ្នាថាឥឡូវថ្ងៃនេះយើងច្បាំងគ្នាម៉ោងប៉ុណ្ណេះយើងច្បាំងគ្នាគេអត់គិតម៉ោងទេគេគិតយាមយាមទី1យាមទី2យាមទី3អីចឹងទៅហើយដល់អញ្ចឹងដល់ពេលដែលច្បាំងទៅវាអស់ទៅចំនួននោះច័ន្ទរាជាហ្នឹងទ្រង់មកពីស្រុកចៅសៀមមកវិញទៅក៏ត្រូវច្បាំងជាមួយនឹងស្ដេចជ្រែករាជគឺលួងទៅស្ដេចកនអញ្ចឹងច្បាំងជាមួយគ្នាឯងហ្នឹងអញ្ចឹងក៏អត់មានកុហកគ្នាទេចាំបាច់ណាត្រូវតែប្រាប់គ្នាវាយគ្នាម៉ោងប្រហែលប្រយុទ្ធគ្នាម៉ោងប្រហែលអីចឹងទៅអញ្ចឹងបានជាព្រះអង្គបានចរិតពាក្យទំនៀមមួយហ្នឹងថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ